อันยองสุดสดิ์ต่างគ្នាថ្ងៃនេះបន្តភាពក្នុងរឿងជួបស្នេហ៍ក្នុងเกมទាំងអស់គ្នាហ៊ីចេគេគិតថាពេលវេលាដែលគេដឹងពីអារម្មណ៍របស់ខ្លួនឯងគឺពិតជាមិនគួរជឿទៅលើសោះប្រសិនបើគោលដៅរបស់គាត់គឺសងសឹកទៅកាន់សេយ៉ុងនោះគឺគាត់គ្រាន់តែអាចវាយសេយ៉ុងហើយក៏បញ្ចប់រឿងនឹងទៅប្រសិនបើអ្វីដែលគាត់ចង់ធ្វើនោះគឺគ្រាន់តែបន្តទំនាក់ទំនងរវាងពួកគេទាំងពីរនោះគាត់មិនគួរណាមានអារម្មណ៍ច្បោកច្បល់ឬស្ទាក់ស្ទើរបែបនេះនោះទេអញ្ចឹងវាមានន័យតែម្យ៉ាងនេះទេគឺគាត់ចូលចិត្តគឹមសេយ៉ុងគាត់ចូលចិត្តសេយ៉ុងហើយកំឡុងពេលដែលជិះឡានត្រឡប់ទៅផ្ទះវិញហ្នឹងហ៊ីចេគេក៏ច្រឡំផ្លូវដែលធ្វើឲ្យសេយ៉ុងឡើងឆ្ងល់ឡើងថាតើហ៊ីចេប្រកាសអត់ថាផ្លូវនឹងផ្លូវទៅផ្ទះនិយាយគ្នាបានតែបន្តិចអ្នកទាំងពីរក៏ចាប់ផ្ដើមស្ងាត់រៀងខ្លួនតទៅទៀតទៅហើយហ៊ីចេក៏បានលួចសម្លឹងមើលទៅសេយ៉ុងព្រមទាំងគិតក្នុងចិត្តថាសេយ៉ុងនៅតែបន្តផ្ដោតដីសង្ឃឹមឲ្យគេគាត់បានត្រឹមតែបន្តស្ដីបន្ទោសខ្លួនឯងតែមានអារម្មណ៍ថាមួម៉ៅប៉ុន្តែការមួម៉ៅទាំងនោះមិនបានផ្ទុះឡើងคล้ายទៅជាកំហឹងខ្លាំងក្លានោះទេប៉ុន្តែផ្ទុយទៅវិញគាត់បានជាមានអារម្មណ៍ថាខកចិត្តនឹងឈឺចាប់ដូចជាគាត់បានដឹងរួចទៅហើយថារឿងដែលមិនអាចជៀសផុតបានទីបំផុតវាក៏បានកើតឡើងហើយតើការតាក់ទងគ្នាធ្លាប់ធ្វើឲ្យគាត់មានអារម្មណ៍ថាទ័លច្រត់ដូចនេះពីមុនទេប៉ុន្តែគេស្រាប់តែនឹកឃើញការពិតមួយថាសេយ៉ុងនិងគេគឺមិនបានតាក់ទងគ្នានោះទេដូច្នេះហើយទើបធ្វើឲ្យគាត់មានអារម្មណ៍បែបនេះរឿងរ៉ាវដែលកើតឡើងទាំងអស់នេះគឺពិតជាអាក្រក់ខ្លាំងណាស់វាហាក់ដូចជាឆ្កែមួយក្បាលព្យាយាមដេញតាមសេយ៉ុងយ៉ាងទៅដល់ខ្យល់រាល់ពេលដែលសេយ៉ុងរត់គេចខ្លួនហើយឆ្កែមួយក្បាលនោះគឺជាគេនឹងឯងប្រសិនបើរឿងនេះកើតឡើងចំពោះអ្នកផ្សេងវិញគេប្រហែលជាបោះបង់គ្រប់យ៉ាងនៅទីនេះហើយហ៊ីចេក៏ឈប់គិតតទៀតរួចក៏ធ្វើដំណើរមកកាន់ផ្ទះវិញយ៉ាងសុវត្ថិភាពហើយពេលនេះគឺហ៊ីចេក៏កំពុងដេកនៅលើគ្រែក៏គិតបន្តទៀតថាគឹមសេយ៉ុងគឺជាប្រភេទមនុស្សម្នាក់ដែលរុញច្រានអ្នកណាម្នាក់ដែលចូលមកចិត្តគិតខ្លាំងពេកខណៈពេលដែលគេបែរជាទន់ភ្លន់វិញចំពោះមនុស្សណាដែលធ្វើសកម្មភាពទន់ខ្សោយទៅវិញអញ្ចឹងវាមានន័យថាសេយ៉ុងព្រមមើលមកនរណាម្នាក់លុះត្រាតែម្នាក់នោះស្ថិតក្នុងស្ថានភាពដ៏គួរឲ្យអាណិតអាសូរបំផុតមែនទេសេយ៉ុងគឺពិតជាមនុស្សចម្លែកខុសគេមែនទែនសេយ៉ុងគឺជាមនុស្សម្នាក់ដែលឯកាខ្លាំងហើយក៏ងាយនឹងមានចិត្តអាណិតអាសូរទៅកាន់អ្នកដទៃផងដែរដូច្នេះប្រសិនបើកើតលោកដៃទៅរកគេទាំងធ្វើពុតគួរឲ្យអាណិតកំសត់នោះសេយ៉ុងនឹងងាកមើលមកគេហើយនឹងព្រមបង្ហាញការយកចិត្តចំពោះគេខ្លះៗហើយប៉ុន្តែគាត់សុកចិត្តស្លាប់អាសាជាងហើបមាត់សុំក្តីអាណិតពីសេយ៉ុងគាត់ចង់ទទួលបានការគោរពនិងបង្ហាញតែផ្នែកមួយដ៏ល្អបំផុតរបស់គាត់តែប៉ុណ្ណោះប៉ុន្តែប្រសិនបើគាត់ធ្វើបែបហ្នឹងសេយ៉ុងប្រកាសជារុញគាត់ទៅឆ្ងាយម្ដងទៀតហើយមើលទៅពួកគេទាំងពីរគឺមិនចោះសម្រុងនឹងគ្នាពិតមែនហើយអ្វីបានជាសេយ៉ុងនៅតែមើលម្ដងទៀតគាត់បានបង្ហាញចេញមកច្បាស់ៗដល់ថ្នាក់ហ្នឹងហើយសេយ៉ុងស្អប់គេប៉ុន្តែបែរជាមិនរុញគេចេញនៅពេលដែលគេតោងទាមគាត់សេយ៉ុងធ្វើឲ្យគេគិតថាគេអាចឆោងទៅដល់គាត់នោះហើយក៏ជាហេតុផលដែលបន្តធ្វើឲ្យគេខ្លាចជាមនុស្សល្ងង់បែបនេះប្រសិនបើនេះគឺជាក្តីស្រឡាញ់នោះគាត់មិនអាចជាមនុស្សតែម្នាក់នោះទេដែលត្រឹមរងទុកនឹងវាបែបនេះគេនឹងធ្វើឲ្យប្រកាសថាសេយ៉ុងគឺស្រឡាញ់គេមកវិញមិនថាមានបញ្ហាអ្វីក៏ដោយហើយនៅពេលដែលថ្ងៃនោះបានមកដល់សេយ៉ុងគឺចាប់របស់គេមែនទែនហើយយើងក៏កាត់មកពេលបច្ចុប្បន្នវិញនៅពេលហ្នឹងសេយ៉ុងបានសួរទៅកាន់ហ៊ីចេថាតើទៅពេលណាតើដែលហ៊ីចេចាប់ផ្ដើមចូលចិត្តគេហ៊ីចេគេមិនតបបែរជាសួរសំណួរបកទៅកាន់សេយ៉ុងវិញថាតើពេលណាតើដែលបងចាប់ផ្ដើមចូលចិត្តខ្ញុំបងស្រីសេយ៉ុងគេលង្កៀងរួចក៏សែកទៅកាន់ហ៊ីចេថាតើហ៊ីចេនឹងឈួតមែនហើយអ្វីបានជាគាត់ទៅចូលចិត្តមនុស្សចម្លែកដូចជាគេទៅវិញហ៊ីចេគេក៏លោកដៃរបស់ខ្លួនទៅអបចង្កេះរបស់សេយ៉ុងព្រមទាំងនិយាយថាត្រូវហើយដូច្នេះហេតុអ្វីបានជាបងធ្វើល្អចំពោះខ្ញុំម្ល៉េះខ្ញុំបានរស់នៅតែម្នាក់ឯងគឺមិនដឹងនោះទេដោយគ្មានបងប៉ុន្តែឥឡូវនេះខ្ញុំពិតជាឯកាណាស់នៅពេលដែលបងមកនៅក្បែរខ្ញុំហើយនៅពេលនិយាយចប់គេក៏បានចាប់សេយ៉ុងថើបយកហ្មងហើយនៅពេលដែលសេយ៉ុងព្យាយាមរុញគេចេញហ៊ីចេគឺក៏អត់ប្រឡែងសូម្បីតែបន្តិចសោះមានតែចាប់ថើបសេយ៉ុងថែមពេលបែបហ្នឹងសេយ៉ុងគឺមានតែអស់ជំរឿសក៏ព្រមតាមហ៊ីចេទៅប៉ុន្តែក៏គិតថាយ៉ាងហោចណាស់ក៏ហ៊ីចេគួរតែបិទភ្នែកដែរបន្ទាប់ពីថើបបានមួយសន្ទុះធំហ៊ីចេគេក៏ព្រមប្រឡែងសេយ៉ុងហើយសេយ៉ុងនឹងដកដង្ហើមទៅហក់ខ្យល់យកហ្មងហ៊ីចេក៏ព្រមបន្ថើបគាត់បន្តទៀតណាប៉ុន្តែក៏ត្រូវបានសេយ៉ុងនឹងក៏ខិតតើកំអីចាប់បោះហ៊ីចេទៀតហើយកូនស្រីខ្ញុំបែរខត់អត់ទាន់នោះហ៊ីចេគេក៏ឆ្ងល់ឡើងថាហេតុអ្វីបានជាគេថើបសេយ៉ុងអត់បានសេយ៉ុងគេលង្កៀងហើយក្នុងការគិតរបស់គេនៅពេលនេះគឺថាហេតុអ្វីធ្វើមិនបានអញ្ចឹងឬហ៊ីចេគឺជាមនុស្សឆ្កួតខ្លាំងណាស់តើហ៊ីចេចង់បន្តធ្វើសកម្មភាពគេបែបនេះចំពោះគាត់ឬប៉ុន្តែហ៊ីចេប្រកាសជាធ្វើវាប៉ះសិនបើគាត់អត់ខាត់ហ៊ីចេនោះទេហើយគាត់ក៏បានឆ្លើយប្រាប់ទៅកាន់ហ៊ីចេទាំងមុខក្រហមថាហ៊ីចេគឺមិនអាចថើបគាត់បែបនេះភ្លាមៗបាននោះទេយ៉ាងហោចណាស់ក៏អនុញ្ញាតឲ្យគាត់ដោះធ្មេញសិនដែរឮហើយហ៊ីចេគេក៏សើចឡើងដែលធ្វើឲ្យសេយ៉ុងឆ្ងល់ឡើងថាតើវាមានគួរឲ្យសំណើចត្រង់ណាទៅហ៊ីចេគេតបទាំងមិនទាន់បាត់សើចថាវាពិតជាគួរឲ្យសំណើចខ្លាំងណាស់បងមិនគិតអញ្ចឹងទេឬបងគិតថាឲ្យតែដង្ហើមមានក្លិនឈ្ងុយជាងអង្កាមនោះវានឹងមិនអីនោះទេឬបងនិយាយមែនទេឬលេងហ្នឹងដោយខ្ញុំស្គាល់ចរិតបងច្បាស់ចាប់ពីពេលនេះទៅរាល់ពេលដែលបងដោះធ្មេញម្ដងបងច្បាស់ជាមុខអៀនឡើងក្រហមមកមិនខាននោះទេគ្រាន់តែហ៊ីចេនិយាយបែបហ្នឹងភ្លាមមុខរបស់សេយ៉ុងគឺឡើងក្រហមភ្លាមយកហ្មងហើយហ៊ីចេគេក៏បានចូលមកអបសេយ៉ុងព្រមទាំងនិយាយថាតើសេយ៉ុងរំពឹងថាគេនឹងជឿឡែករបស់គាត់មែនចំណែកសេយ៉ុងក៏ប្រឹងរួចហ៊ីចេចេញព្រមទាំងនិយាយប្រាប់ថាកុំឲ្យហ៊ីចេនឹងធ្វើឲ្យចម្លែកទៀតហ៊ីចេគេក៏តថាគេមានបានធ្វើអីឯណាសេយ៉ុង
ងក៏ប្រឹងរុញហ៊ីចេចេញទៀតប៉ុន្តែក៏ត្រូវបានគាំងនៅពេលដែលហ៊ីចេលូកដៃចូលក្នុងអាវរបស់គាត់រីឯហ៊ីចេក៏ខ្សែឡើងស្រស់ហ្មងហ៊ីម៉េចចុងក្រោយសេយ៉ុងដាក់ម្ដាយស្លាប់ទៅហើយបន្ទាប់ពីហ្នឹងគឺថាហ៊ីចេធ្វើបាបគាត់ខ្លាំងមែនទែនដោយហ៊ីចេក៏ព្រមប្រឡែងគាត់ចេញនោះទេលុះត្រាតែគាត់បានប្រាប់តកែថាគាត់ចូលចិត្តគេហើយសេយ៉ុងដែលកំពុងតកែនេះគឺមានជាការឆ្ងល់ខ្លួនឯងខ្លាំងមែនទែនហើយបែបជាគាត់ធ្វើបែបហ្នឹងទោះបីជាគាត់ចង់រំដោះខ្លួនចេញពីការអោបរបស់ហ៊ីចេខ្លាំងប៉ុណ្ណាក៏ដោយក៏គាត់មិនគួរណាបណ្ដោយឲ្យមនុស្សចង្រៃហ្នឹងធ្វើអ្វីតាមចិត្តចង់របស់គេនោះទេគាត់ពិតជាឈួតអង្វែងអស់ហើយមែនទេប្រហែលជាការឈួតលីលីរបស់ហ៊ីចេឆ្លងមកដល់គាត់ហើយមើលទៅហើយសេយ៉ុងក៏បានសម័យទៅពេលដែលគេព្យាយាមរំដោះខ្លួនចេញពីការអោបរបស់ហ៊ីចេនៅពេលហ្នឹងគាត់បាននិយាយថាយើងចូលចិត្តឯងចង្រៃយោសប្បាយចិត្តណៅឥឡូវនេះបលេយើងទៅអវិកលចរិតនិយាយបានតែត្រឹមនេះសេយ៉ុងក៏ត្រូវបានគាំងវិញនៅពេលដែលសំឡងទៅឃើញទឹកមុខរបស់ហ៊ីចេនៅពេលនោះដែលធ្វើឲ្យសេយ៉ុងឆ្ងល់ថានៅពេលហ្នឹងហេតុបែបបញ្ជាហ៊ីចេធ្វើទឹកមុខប្លែកៗដាក់គាត់បែបនោះវាខុសប្លែកពីសពមួយដងរហូតធ្វើឲ្យគាត់គិតថាពេលខ្លះហ៊ីចេក៏អាចគួរឲ្យស្រឡាញ់បន្តិចដែរប៉ុន្តែក៏ត្រូវគាំងនឹងការគិតរបស់ខ្លួនវិញឬក៏សួរខ្លួនឯងថាតើគាត់កាត់ឈួរស្អីហ្នឹងគួរឲ្យស្រឡាញ់មនុស្សប្រុសដែលមានកម្ពស់ខ្ពស់ជាងគាត់10សង់ទីម៉ែត្រហ្នឹងឬគួរឲ្យស្រឡាញ់ប៉ុន្តែបាននិយាយស្មោះត្រង់ទៅការពិតគឺគាត់មិនបានស្អប់ហ៊ីចេដែលចូលចិត្តគាត់នោះទេគាត់ថែមទាំងអាចទ្រាំឲ្យហ៊ីចេមកស្នាក់នៅផ្ទះរបស់គាត់ដោយឥតគិតថ្លៃហើយថែមទាំងអាចឲ្យគេនឹងធ្វើឲ្យគាត់ទៅចិត្តគ្រប់រឿងទៀតក៏គាត់មិនមានអារម្មណ៍ថាខ្ពើមរអើមខ្លាំងពេកដែរនៅពេលដែលមានគេនៅក្បែរនិងនៅពេលដែលគេនិយាយថាចូលចិត្តគាត់ប៉ុន្តែភាពស្និទ្ធស្នាលគឺជាបញ្ហាតើអាចឲ្យគាត់ទាក់ទងជាមួយនឹងហ៊ីចេយ៉ាងម៉េចទៅបើសិនបើការប៉ះពាល់គ្នាបន្តិចបន្តួចក៏ធ្វើឲ្យគាត់ព្រឺសម្បល់ទៅហើយនឹងបើប្រៀបធៀបទៅនឹងសង្សារហ៊ីចេគេមើលទៅដូចជាប្អូនប្រុសម្នាក់ដែលគួររំខានឬក៏មិត្តភក្តិម្នាក់ដែលចូលចិត្តធ្វើចរិតដូចកូនក្មេងជាងសម្រាប់គាត់តំណែងរវាងពួកគេទាំងពីរគឺបានត្រឹមតែកម្រិតនេះតែប៉ុណ្ណោះប៉ុន្តែហ៊ីចេគឺចូលចិត្តគាត់វាមិនអាចទៅរួចនោះទេក្នុងការមិនកត់សង្កល់ឃើញពីវានោះគិតបានត្រឹមនេះសេយ៉ុងគេក៏បែរមកក៏ឃើញថាហ៊ីចេគឺកេងដោយគ្មានការដណ្ដប់ភួយនោះទេទើបសេយ៉ុងទាញភួយទៅដណ្ដប់ឲ្យហ៊ីចេបន្ទាប់មកក៏កេងលក់ដោយបែរខ្នងពីហ៊ីចេវិញកាត់មកពេលដែលសេយ៉ុងនៅកន្លែងធ្វើការគេក៏បើកទូរស័ព្ទឃើញសាររបស់ហ៊ីចេឆានមកថាថ្ងៃនេះសេយ៉ុងគេមិនធ្វើការថែមម៉ោងទេត្រូវទេចាំគេទៅទទួលសេយ៉ុងឃើញសាររបស់ហ៊ីចេបែបនេះសេយ៉ុងគេក៏គិតក្នុងចិត្តថាអូខេនេះច្បាស់ណាស់ថាហ៊ីចេគឺកំពុងគិតថាពួកគេទាំងពីរនាក់ទាក់ទងគ្នាហើយបន្ទាប់ពីពួកគេបានធ្វើរឿងនោះកាលពីម្សិលមិញគាត់មិនគិតថាគាត់អាចនឹងតបស្នងអារម្មណ៍របស់ហ៊ីចេមានចំពោះគាត់ទៅកាន់ហ៊ីចេវិញនោះទេចុះតើវាត្រឹមត្រូវទេដែលគាត់មិនបានកំណត់ព្រំដែនដែលបានច្បាស់លាស់ដែលបណ្ដាលឲ្យហ៊ីចេគាត់វិញឆ្ងាយតែម្នាក់ឯងបែបនេះហ៊ីចេប្រហែលជានឹងអាចអន់ចិត្តចំពោះគាត់នៅថ្ងៃក្រោយមិនខានទេហើយកំពុងតែឈប់គិតសុកស្រាប់តែអ្នករួមការងាររបស់គាត់ក៏និយាយថាត្រូវហើយសេយ៉ុងបទសម្ភាសន៍ដែលយើងត្រូវតែធ្វើជាមួយនឹងក្រុមហ៊ុនគីម៉ាកាលពីម្សិលមិញហ្នឹងឥឡូវនេះពួកយើងទទួលបានអ៊ីមែលមួយដែលគេសួរថាតើពួកយើងអាចផ្លាស់ប្ដូរវាមកធ្វើនៅថ្ងៃនេះបានទេតែអាចបានឃើញវាអត់សេយ៉ុងលឺហើយគេក៏ភ្ញាក់ផ្អើលគេនៅថ្ងៃនេះឬចប់ហើយគេមើលទៅថ្ងៃហ្នឹងនៅពេលដែលសេយ៉ុងចេញពីធ្វើការយើងក៏ឃើញថាវាក៏រៀងល្ងាចណាស់ដែរទៅហើយបើមើលទៅសភាពរបស់សេយ៉ុងវិញគឺថាមើលអត់យកនោះទេគឺអស់កម្លាំងខ្លាំងមែនទែនគឺគាត់ត្រូវឲ្យអតិថិជនរបស់គាត់គឺត្រៀមខ្លួនរួចរាល់ចំពោះការសម្ភាសន៍នៅនាទីចុងក្រោយនិងរៀបចំឯកសារផ្សេងៗទៀតគាត់មិនដឹងទេថាគាត់អាចឆ្លងកាត់ថ្ងៃនេះបានដោយរបៀបណានោះទេបន្ទាប់មកសេយ៉ុងគេក៏បានបើកទូរស័ព្ទមើលសាររបស់ហ៊ីចេឬក៏គាត់ក្នុងចិត្តថាហ៊ីចេប្រហែលជាត្រឡប់ទៅទេហើយមែនទេគាត់បានប្រាប់ហ៊ីចេរួចហើយតែកុំឲ្យចាំគាត់តាំងពីមុនមកម្ល៉េះប៉ុន្តែក៏ឃើញថាសាររបស់គាត់គឺហ៊ីចេអត់ reply នោះទេតែហ៊ីចេអន់ចិត្តនឹងគាត់មិនមែនហើយកំឡុងពេលដែលឈរចុចទូរស័ព្ទសក់គាត់ក៏ត្រូវបាននរណាម្នាក់មកចាប់ដៃរបស់គាត់ពីក្រោយដែលធ្វើឲ្យគាត់អង្គភ្ញាក់ហ្មងដែលមនុស្សម្នាក់នោះគ្មាននរណាផ្សេងទេក្រៅពីហ៊ីចេគេក៏សើចឡើងព្រមទាំងនិយាយថាហើយបែបបញ្ជាសេយ៉ុងភ្ញាក់ផ្អើលម៉េះរួចហ៊ីចេគេក៏បានបន្តទៀតថា Ice Americano នៅចំផ្ទាល់ដីនេះគឺរសជាតិផឹកមិនកើតនោះទេប៉ុន្តែឡាតេមានរសជាតិមិនអាក្រក់នោះទេផឹកឡាតេទៅលើក្រោយអូខេហ៊ីចេក៏ចង់មានន័យថានៅពេលដែលគេមកតាមរកសេយ៉ុងមុនដំបូងនៅ office ឃើញសេយ៉ុងគឺកំង Ice Americano ហើយកំឡុងពេលដែលហ៊ីចេគេនិយាយណាគេសើចឡើងស្រស់យកហ្មងเลยធ្វើឲ្យសេយ៉ុងយើងសម្លឹងមើលទៅហ៊ីចេទាំងផ្លឹកស្មារតីឬក៏គាត់ថាតើហ៊ីចេគួរតែត្រូវជាអ្វីជាមួយនឹងគាត់ឲ្យប្រកបទៅហើយសេយ៉ុងក៏បំរុងនឹងសួរហ៊ីចេថាតើហ៊ីចេនឹងរងចាំគាត់យូរប៉ុណ្ណាហើយប៉ុន្តែហ៊ីចេក៏ឆ្លើយប្រាប់មុនថាគេមិនចាំយូរនោះទេសេយ៉ុងលឺហើយគេក៏ចាប់ផ្ដើមអៀនបន្តិចរួចក៏ដើរទៅមុនហ៊ីចេព្រមនិយាយថាឲ្យហ៊ីចេនឹងបញ្ញាប់ឡើងហ៊ីចេឃើញបែបហ្នឹងគេក៏សើចរួចក៏ប្រាប់ថាខុសផ្លូវហើយនោះហើយគឺជាពេលដែលបញ្ហាចាប់ផ្ដើមកើតឡើងបន្ទាប់ពីថ្ងៃនោះមកភាពឈ្គត់លីលារបស់ហ៊ីចេគឺបានផ្ទុះឡើងយ៉ាងពេញទំហឹងដោយហ៊ីចេចាប់ផ្ដើមជូនគាត់ទៅធ្វើការនិងទៅទទួលគាត់ជារៀងរាល់ថ្ងៃហ៊ីចេថែមទាំងបង្ខំឲ្យគាត់ញ៉ាំអាហារពេលព្រឹករៀងរាល់ព្រឹកថែមទៀតផងហើយមិនត្រឹមតែប៉ុណ្្នឹងនោះទេដូចជាពេលនេះអញ្ចឹងគឺសេយ៉ុងកំពុងតែចេះស្ដីហ៊ីចេថាតើហ៊ីចេកំពុងតែលេងសើចជាមួយគាត់មិនមែនហើយបែបបញ្ជាហ៊ីចេទៅដូរស្រោមពុកនិងកែវដាក់ច្រាសដុសធ្មេញនៅក្នុងផ្ទះរបស់គាត់ទៅវិញហើយក៏ថែមទាំងទិញកែវដូចគ្នាទៅទៀតប៉ុន្តែហ៊ីចេរបស់យើងគឺកំពុងតែគេងនៅលើគ្រែយ៉ាងសុខស្រួលហ្មងអត់ខ្វល់ពីសម្ដីរបស់សេយ៉ុងស្បែកតែបន្តិចហើយសេយ៉ុងក៏បានធាក់ហ៊ីចេព្រមទាំងនិយាយថាហើយតើគាត់មិនបានប្រាប់ហ៊ីចេរួចទេអីថាតើគាត់នឹងសម្លាប់ហ៊ីចេចោលបើសិនបើហ៊ីចេហ៊ានឡើងមកលើគ្រែរបស់គាត់ម្ដងទៀតហ៊ីចេដែលត្រូវសេយ៉ុងធាក់នោះក៏និយាយឡើងថាហេតុបែបបញ្ជាបងទុក
កក្រែធំមួយនេះសម្រាប់តែខ្លួនឯងម្នាក់ឯងអញ្ចឹងប៉ុន្តែមូលហេតុចម្បងដែលពួកគេទាំងពីរនៅតែបន្តរស់នៅជាមួយគ្នាបែបនេះគឺដោយសារតែទោះបីជាគាត់ខឹងសម្បាននឹងហ៊ីជេចំពោះអកប្បកិរិយាចំណែករបស់គេយ៉ាងណាក៏ដោយក៏គាត់មិនអាចរុញហ៊ីជេចេញបានទាំងស្រុងទេហើយបែបបានជាគាត់គួរតែធ្វើបែបនោះនៅពេលដែលវាមានភាពងាយស្រួលបែបនេះនៅពេលដែលមានហ៊ីជេនៅក្បែរគាត់ភាពទាក់ទាញដ៏ផ្អែមល្ហែមនៃការមិនចាំបាច់ធ្វើដំណើរតាមរថភ្លើងក្រោមដីបានធ្វើឲ្យគាត់មិនអាចបដិសេធសំណើរបស់ហ៊ីជេក្នុងការបើកឡានជូនគាត់ទៅធ្វើការជារៀងរាល់ថ្ងៃដូចជាពេលនេះអញ្ចឹងបន្ទាប់ពីចុះពីលើឡានហើយសេយ៉ុងក៏សួរទៅកាន់ហ៊ីជេថាតើហ៊ីជេនឹងរងចាំគេទៀតមែននៅថ្ងៃនេះហ៊ីជេក៏បានឆ្លើយតបទៅវិញថាត្រូវហើយគេនឹងរងចាំហើយណាមួយពួកគេទាំងពីរអស់ក៏đãប្រើប្រាស់នៅក្នុងបង្គន់ហើយដូច្នេះហើយចាំពួកយើងទាំងពីរនាក់ទៅទិញជាមួយគ្នាសេយ៉ុងក៏បានយល់ព្រមជាមួយតាមពិតទៅក្រៅពីការលួចចូលក្រែងនៅលើក្រែរបស់គាត់នៅពេលយប់ហ៊ីជេគឺមិនដែលបានធ្វើអ្វីចម្លែកនោះទេប៉ុន្មានថ្ងៃនេះដែលជាហេតុធ្វើឲ្យគាត់លែងដឹងហើយថាអ្វីទៅដែលហ៊ីជេចង់បានពីគាត់ទៀតហើយទោះបីជាវាមិនសំណុកចិត្តក៏ដោយក៏គាត់នៅតែចង់បន្តទទួលបានការមើលថែនិងការយកចិត្តបែបនេះបន្តទៅទៀតដែរហើយចុះប្រសិនបើរឿងនេះនៅតែបន្តហើយហ៊ីជេចាប់ផ្ដើមរំពឹងចង់បានអ្វីមួយពីគាត់ត្រឡប់ទៅវិញនោះតើគាត់គួរតែធ្វើអ្វីទៅហើយទោះបីជាការបារម្ភទាំងនេះបានធ្វើឲ្យគាត់គេមិនសូវលក់ស្រួលរាល់យប់ក៏ដោយក៏គាត់នៅតែមិនអាចសន្និដ្ឋានអំពីវាបានទាល់តែសោះហើយក៏បានត្រឹមតែបន្តពន្យាពេលការគិតអំពីវាតែប៉ុណ្ណោះហើយក៏កាត់ពេលមកមើលក្នុង clan រួមរបស់យើងវិញតួអង្គគេម្នាក់ដែលមានឈ្មោះថា Khao-Roach បានសួរថាតើនរណាបានស្បត់ទៅការតាំងពីពើអាក្តាយខ្លះហើយក៏ឃើញថាសមាជិកគឺស្ទើរតែបានសម្បត្តិទៅទាំងអស់គ្នាយំមកស្បីតអូឡាឡាក៏បានទៅចូលរួមដែរដែលធ្វើឲ្យ Speak ក៏និយាយឡើងថាពួកគេទាំងអស់គ្នាគួរណាតែមានការជួបជុំគ្នាដែរតើនៅទៅក្រោយហ្នឹងរីឯសេយ៉ុងដែលអង្គុយមើលនោះក៏គិតថាអូអញ្ចឹងការតាំងពីពើគឺនៅសប្តាហ៍ក្រោយនេះហើយឬការរៀបចំរបស់គេលើកនេះក៏អស្ចារ្យដូចគ្នាប៉ុន្តែវាពិតជាចង្រៃមែនដែលគាត់ទិញសម្បត្តិអត់ទាន់ហើយហ៊ីជេដែលកំពុងតែឡាយស្រីនៅក្បែរនោះក៏និយាយឡើងថាតើគាត់នឹងទៅចូលរួមការតាំងពីពើនៅសប្តាហ៍ក្រោយដែរឬហ៊ីជេក៏ឆ្លើយទៅកាន់ fan វិញថាគឺគាត់នឹងទៅពីព្រោះគាត់ទទួលបានការអញ្ជើញដោយផ្ទាល់សេយ៉ុងក៏គិតក្នុងចិត្តថាអូអញ្ចឹងរបស់អាក្តាយគឺទទួលបានការអញ្ជើញគ្រប់គ្នាឬចំណែកអ្នកមើលរបស់ហ៊ីជេវិញក៏ខមមិនជាច្រើននៅក្នុង live របស់គាត់ថាទីបំផុតហ៊ីជេក៏បង្ហាញមុខមាត់ពិតហើយរឿងខមមិនជាច្រើនទាក់ទងទៅនឹងមុខមាត់របស់ហ៊ីជេហើយតែខមមិនមួយដែលគួរឲ្យចាប់អារម្មណ៍មួយនោះគឺអញ្ចឹងហ៊ីជេពួកយើងនឹងបានឃើញសេយ៉ុងហើយនៅក្នុងកម្មវិធីប្រតាំងពីពើរបស់អាក្តាយដែលជាហេតុធ្វើឲ្យសេយ៉ុងដែលអង្គុយក្បែរនោះក៏ស្ទុះមកកន្លែងហ៊ីជេភ្លាមប៉ុន្តែតាមការពិតទៅអ្នកខមមិនម្នាក់នោះគឺចង់និយាយពីសេយ៉ុងសមាជិកក្រុម IAI នោះទេដែលពួកគេគិតថាហ៊ីជេនឹងគឺជា fan របស់នាងដោយសារតែឈ្មោះតួអង្គហ្គេមរបស់ហ៊ីជេនឹងដាក់ឈ្មោះថាប្តីរបស់សេយ៉ុងហ៊ីជេគេក៏សើចបន្តិចព្រមទាំងសឹបទៅកាន់សេយ៉ុងថាបងគិតថាពួកគេគឺកំពុងតែនិយាយពីបងមែនទេរួចហ៊ីជេក៏និយាយប្រាប់ទៅកាន់អ្នកមើលវិញថាគេមិនមែនជា fan របស់សេយ៉ុងនោះទេបងស្រីរបស់គេប្រកាសជាអន់ចិត្តហើយប្រសិនបើនាងបានឃើញការឡាយមួយនេះដូច្នេះហើយគេនឹងប្លុកនរណាដែលនិយាយទាក់ទងទៅនឹង IAI ហើយសេយ៉ុងក៏ដាក់គេមកដែរចង់ក៏ដាក់ក្បាលរួចក៏ឡើងទៅគេងលើក្រែរួចហ៊ីជេគេក៏ងាកមកសួរសេយ៉ុងថាត្រូវហើយបងស្រីតើបងចង់ពាក់ outfit គូទៅការតាំងពីពើជាមួយគ្នាអត់សេយ៉ុងលឺហើយក៏ងាកមកសួរហ៊ីជេវិញថាស្អីគេហ៊ីជេក៏បន្តថានៅទីនោះទីធ្លាធំមែនទែនហើយនឹងមានមនុស្សចូលរួមកាន់តែច្រើនដូច្នេះហើយបើសិនបើពួកគេទាំងពីរពាក់អាវគូពួកគេនឹងងាយស្រួលរកគ្នាឃើញសេយ៉ុងគេឡើងឆ្ងល់រួចក៏និយាយថាអត់ទេមុនដំបូងនឹងហើយបែបបញ្ជាគាត់ត្រូវទៅជាមួយហ៊ីជេវិញហ៊ីជេក៏បាននិយាយប្រាប់ថាពួកគេទាំងពីរនាក់បានយល់ព្រមជាមួយគ្នាហើយថានឹងទៅជាមួយគ្នាតើសេយ៉ុងអត់ចាំទេសេយ៉ុងគេក៏គិតមួយសន្ទុះរួចក៏ស្រាប់តែនឹកឃើញឡើងវិញពីការចងចាំដែលត្រូវបានបំភ្លេចហើយគាត់ក៏ពោលថាស្ដាប់ទៅវាពិតជាគួរឲ្យធុញទ្រាន់ខ្លាំងណាស់ហ៊ីជេដែលស្ដាប់ឮសេយ៉ុងនិយាយក៏ស្មានថាសេយ៉ុងនិយាយពីការធ្វើដំណើររួចគេក៏ប្រាប់ទៅសេយ៉ុងថាប៉ុន្តែពួកគេទាំងពីរនាក់ជិះឡានជាមួយគ្នានឹងដែលវាគឺជារឿងនឹងឯងដែលសេយ៉ុងក៏ធុញនោះហ៊ីជេគេក៏តបទៅកាន់សេយ៉ុងវិញថាគេនឹងរំខានសេយ៉ុងតាមទៅធម្មតាដោយរាល់ដងនោះទេសេយ៉ុងគេក៏គិតក្នុងចិត្តថាអូអញ្ចឹងហ៊ីជេក៏ដឹងខ្លួនដែរមិនមែនថាគេរំខានគាត់នឹងតើមកគាត់ក៏ស្ទាក់ស្ទើរបន្តិចរួចក៏និយាយថាសមាជិកក្រុមនឹងទៅទីនោះដូចគ្នាយើងទៅតែឈប់ធ្វើពុតជាមនុស្សស្រីនៅចំពោះមុខពួកគេថ្មីនោះទេយើងមិនចង់ឲ្យពួកគេឃើញមុខរបស់យើងនោះទេវាពិតជាគួរឲ្យខ្មាស់គេណាស់ហ៊ីជេនៅពេលដែលលើសេយ៉ុងនិយាយបែបនោះគេក៏ឡើងមកលើក្រែពុំទៅនិយាយថាប៉ុន្តែបងរាប់អានជាមួយពួកគេបានល្អតើបងគួរតែប្រើឱកាសនេះជួបពួកគេហើយក៏បំភ្លេចរឿងចាស់ចោលទៅទោះជាយ៉ាងណាក៏ដោយរឿងទាំងអស់នោះវាកាត់ឡើងក្នុងហ្គេមតើចំណែកសេយ៉ុងនៅពេលដែលឃើញហ៊ីជេឡើងមកលើក្រែបែបនេះគាត់ក៏ដេញហ៊ីជេនឹងឲ្យចេញទៅប៉ុន្តែហ៊ីជេក៏បានបន្តថារឿងទើសទែងទាំងអស់ហ្នឹងគឺប្រហែលជាមានដល់ក្នុងខួរក្បាលរបស់បងតែម្នាក់ឯងទេដឹងខ្ញុំជឿថាសមាជិកក្នុងក្រុមទាំងអស់នោះគឺមិនខ្វល់ពីរឿងនឹងនោះទេដូច្នេះបងនឹងទៅជាមួយខ្ញុំត្រូវទេសេយ៉ុងគាត់បានមួយសន្ទុះហើយក៏បានឆ្លើយថាយល់ព្រមហើយនៅពេលដែលឆ្លើយថាយល់ព្រមនោះគាត់ក៏បានវាយហ៊ីជេម្ដាយដែរហើយសេយ៉ុងក៏បន្តប្រាប់ហ៊ីជេទៀតថាប៉ុន្តែឯងកុំសង្ឃឹមពីការស្លៀកពាក់ខោអាវគូឬក៏ហៅយើងថាបងស្រីឲ្យសោះពេលនៅទីនោះបើយើងឮឯងនិយាយថាពួកយើងទាំងពីរនាក់តាក់ទងគ្នាឬក៏រស់នៅជាមួយគ្នាឯបែបនោះឯងស្លាប់មិនខានទេហើយហ៊ីជេក៏បាននិយាយថាយល់ព្រមយ៉ាងងាយស្រួលដែលធ្វើឲ្យសេយ៉ុងនិយាយថាគាត់មិនអាចជឿហ៊ីឲ្យបានទេដល់ពេលដែលហ៊ីជេនិយាយបែបហ្នឹងហ៊ីជេឮហើយគេក៏សើចរួចក៏តបគេនឹងធ្វើតាមសម្ដីរបស់សេយ៉ុងទាំងអស់ហើយគេក៏បានចាប់អបសេយ៉ុងទោះបីជាសេយ៉ុងខំប្រឹងរុញគេចេញយ៉ាងណាក៏ដោយក៏ហ៊ីជេអត់កម្រើកស្បែកតែបន្តិចទើបធ្វើឲ្យសេយ៉ុងក៏សម្រេចចិត្តឲ្យហ៊ីជេអោបទាំងគិតក្នុងចិត្តថាវានឹងគ្មានរឿងអាក្រក់អ្វីកើតឡើងនៅថ្ងៃនោះទេត្រូវទេ
ហើយអ្វីបានជាការគិតបែបនេះបានធ្វើឲ្យរឿងរ៉ាវកែប្រែខុសឆ្គងរហូតអញ្ចឹងពីព្រោះនៅចុងភាគនេះគេក៏បង្ហាញឲ្យយើងឃើញថាសៀយើងគឺបានជួបនឹងអូឡាឡាអញ្ចឹងភាគនេះបានបញ្ចប់ត្រឹមនេះអរគុណទាំងអស់គ្នាចំពោះការគាំទ្រជួបគ្នានៅវីដេអូក្រោយទៀតណាអញ្ញងបាយបាយ